បាទសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនេះខ្ញុំសូមបង្ហាញវីដេអូអំពីប្រាសាទព្រះខ័នកំពង់ស្វាយដែលយើងហៅថាប្រាសាទបាកានកំពង់ស្វាយនៅក្នុងស្រុកសង្គមថ្មីនៅក្នុងខេត្តព្រះវិហារបាទប្រាសាទកំពង់ស្វាយព្រះខ័នកំពង់ស្វាយនេះនៅប្រហែលជាជាង100 គីឡូម៉ែត្រពីក្រុងអង្គរនៅក្នុងព្រំប្រទល់នៃស្រុកជីក្រែងខេត្តសៀមរាបជាប់ព្រំប្រទល់ស្រុកប្រាសាទបលាំងខេត្តកំពង់ធំនៅក្នុងទីតាំងនៅក្នុងខេត្តព្រះវិហារស្រុកសង្គមថ្មីបាទប្រាសាទព្រះខ័នកំពង់ស្វាយនេះពិតជាអស្ចារ្យខ្លាំងណាស់បាទគឺព្រះបាទជាម៉ាន់ទី7លោកទ្រង់កសាងបាទហើយក៏មានរចនាបថច្រើនដែរដោយសារប្រាសាទនៅតំបន់នេះកសាងនៅក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី1បាទនិងសូរ្យវរ្ម័នទី2រហូតដល់ព្រះបាទជាម៉ាន់ទី7និយាយរួមទៅតាំងពីសតវត្សទី11ទី12និងទី13បាទ Hello Hello នេះគឺជាប្រាសាទមាននៅសល់បំណែកបែកបាក់ហើយនៅក្នុងនោះមានរចនាសម្ព័ន្ធប្រាសាទខ្លះក៏នៅសល់ឈរនៅទប់ចំហខ្លះបាទប៉ុន្តែយើងមើលដើមឈើនេះគឺពិតជាអស្ចារ្យណាស់បាទដើមឈើនេះកំពុងតែប្រយុទ្ធគ្នាជាមួយនឹងរចនាសម្ព័ន្ធនៃប្រាសាទបាទសូមជម្រាបថាបាកានកំពង់ស្វាយធ្លាប់ជារាជធានីរបស់ព្រះបាទជាម៉ាន់ទី7ឬជាកន្លែងកទ័ពរបស់ព្រះអង្គបង្វឹកបណ្ដុះបណ្ដាលយោធាហើយក៏ជាកន្លែងផលិតដែកចិត្តភ្នំដែកហើយកន្លែងផលិតជាកន្លែងឧស្សាហកម្មផលិតដែកសម្រាប់ធ្វើគ្រឿងសត្រាវុធផ្សេងហើយនឹងគ្រឿងឧបករណ៍ប្រើប្រាស់បាទហើយនៅទីនេះក៏មានរចនាសម្ព័ន្ធធារាសាស្ត្រដូចជាមានបារាយណ៍ជាដើមបាទផ្ទៃកន្លានៃទីក្រុងនៅបាកានេះបាទមានជាង20 គីឡូម៉ែត្រការ៉េបាទគឺធំជាងអង្គរធំជាងអង្គរវត្តបាទ